របៀបធ្វើ CV ងាយៗដោយខ្លួនឯងហើយស្អាតហើយមើលទៅមានរបៀបដូចបែបនេះអីចឹងណាអ្នកនរគ្នាសួស្តីអ្នកនរគ្នាខ្ញុំលីសាហើយថ្ងៃនេះខ្ញុំមកចែករំលែកវិធីសាស្ត្រងាយៗដើម្បីបង្កើត CV ដោយខ្លួនឯងផ្ទាល់ដោយមិនចាំបាច់ឲ្យអ្នកដទៃធ្វើឲ្យចឹងណាអ្នកនរគ្នាហើយងាយរហ័សលឿនហើយស្អាតទៀតផងចឹងសម្រាប់អ្នកដែលចង់ apply ការងារអីចង់ដាក់ទៅជាប់ការងារគេហៅទៅសម្ភារអីហ្នឹងឬក៏ចង់បាន CV ស្អាតព្រោះថាសម័យឥឡូវគឺជាសម័យមួយដែល yes គឺអស់ខ្លាំងមែនទែនស្រាប់ព័ន្ធបច្ចេកវិទ្យាចឹងអ្នកនរគ្នាក៏អាចធ្វើអ្វីបានដោយខ្លួនឯងផងដែរបើមិនបានអ្នកនរគ្នាអត់មានកុំព្យូទ័រទូរស័ព្ទក៏អាចជួយអ្នកនរគ្នាបានផងដែរអូខេ let's go អ្នកនរគ្នាអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់ app មួយដែលមានឈ្មោះថា Canva អ្នកទាំងអស់គ្នាអាចទៅសេគ្រាន់តែ CANVA Canva នៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាក៏មានដែរតែតម្រូវឲ្យអ្នកទាំងអស់គ្នា down ចេញមកក្រៅអញ្ចឹងប៉ុន្តែនៅក្នុងកុំព្យូទ័រយើងគ្រាន់តែចូលទៅកាន់ Canva ហើយភ្ជាប់ជាមួយនឹង email របស់យើងទៅគឺបានហើយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់បង្កើត account របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងបែបនេះនេះគឺជាអ្វីដែលខ្ញុំធ្លាប់បង្កើតអញ្ចឹងអ្នកទាំងអស់គ្នាអូខេហើយអញ្ចឹងយើងមានកន្លែងច្រើនមានដូចជាបទបង្ហាញមាន slide មានអីស្អាតៗទៀតផងអ្នកទាំងអស់គ្នាអញ្ចឹងយើងចូលទៅកាន់កន្លែងពាក្យ search នេះហើយយើងសរសេរមកដាក់ថា CV អញ្ចឹងបន្ទាប់ពីអ្នក search CV ហើយវានឹងចេញអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាដូរដាក់ថាពុំគំរូកន្លែងហ្នឹងវានឹងចេញគំរូរបស់យើងមកនេះអ្នកទាំងអស់គ្នាអាចមើលបានយូរទៅមាន CV រាប់ពាន់រាប់ម៉ឺន CV នៅក្នុងហ្នឹងផងវាទៅស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកែរូបថតអ្នកទាំងអស់គ្នាក៏ដូចជាដូរឈ្មោះហើយនឹងកន្លែងទីលំនៅនិងប័ណ្ណពិសោធន៍របស់អ្នកទាំងអស់គ្នាតែប៉ុណ្ណឹងឥឡូវខ្ញុំឧទាហរណ៍អីមួយដើម្បីយកមកធ្វើឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំក៏ធ្លាប់ធ្វើនៅក្នុងកម្មវិធីនេះដោយខ្លួនឯងដែរពេលខ្ញុំដាក់ពាក្យធ្វើការអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងមិនថាបងយើងមិនមែនជាអ្នករៀនក៏ដោយបងចង់បាន CV គឺងាយស្រួលខ្លាំងមែនតើហើយចុចកន្លែងនេះមកអញ្ចឹងវានឹងលោតផ្ទាំងបែបនេះហើយអ្នកនរគ្នាឃើញនេះគឺអក្សរគឺយើងអាច